ការណែនាំអំពីជំនាញនិងសាកលវិទ្យាល័យរបស់ប្រទេសកូរ៉េនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីជំនាញនិងសាកលវិទ្យាល័យល្បីៗមួយចំនួននៅក្នុងប្រទេសកូរ៉េតើនិស្សិតបរទេសដែលទៅសិក្សានៅប្រទេសកូរ៉េនិយមជ្រើសរើសជំនាញអ្វីនៅសាកលវិទ្យាល័យណាខ្លះតោះអញ្ចឹងយើងទៅស្វែងយល់ដោយសង្ខេបជាមួយគ្នាប្រទេសកូរ៉េបានកំពុងព្យាយាមលើកកម្ពស់ការអប់រំចល័តតាមរយៈការផ្ដល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់និស្សិតបរទេសនៅតាមបណ្ដាប្រទេសជុំវិញពិភពលោករដ្ឋាភិបាលកូរ៉េបានបង្កើតគោលនយោបាយក្នុងការស្វាគមន៍និស្សិតបរទេសឲ្យមកសិក្សានៅក្នុងប្រទេសរបស់ខ្លួនស្របពេលដែលបញ្ហាអត្រាកំណើនទាបនៅតែបន្តជាលទ្ធផលនឹងផ្លែផ្កាបានសបញ្ជាក់ឲ្យឃើញផងដែរថាអត្រាកំណើននៃចំនួននិស្សិតបរទេសគឺមានការកើនឡើងជារៀងរាល់ឆ្នាំយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការមួយរបស់ក្រសួងអប់រំកូរ៉េដែលមានឈ្មោះថា Heng Bokhan ខ្យូយុកបានបង្ហាញថាគិតមកត្រឹមឆ្នាំ2023ចំនួនសិស្សសរុបដែលបានចុះឈ្មោះក្នុងគ្រឹះស្ថានឧត្តមសិក្សារបស់ប្រទេសកូរ៉េគឺមានចំនួន 3,42,848 នាក់ក្នុងនោះចំនួនសិស្សបរទេសមានចំនួន 181,842 នាក់ឬប្រមាណ 6% នៃចំនួននិស្សិតសរុបមានន័យថានិស្សិតបរទេសមានប្រហែល 6 នាក់ក្នុងចំណោមនិស្សិត 100 នាក់ប្រភពដដែលបានបន្តឲ្យដឹងថាតួលេខនេះគឺខ្ពស់ជាង 20 ឆ្នាំមុនចំនួន 15 ដងចំពោះសាកលវិទ្យាល័យដែលមានស្ថិតិនិស្សិតបរទេសទៅសិក្សាច្រើនមានដូចជាសាកលវិទ្យាល័យ Hanyang សាកលវិទ្យាល័យ Kyonghee សាកលវិទ្យាល័យ Yonsei សាកលវិទ្យាល័យ Songkyun Kwan និងសាកលវិទ្យាល័យចុងអាំងជាដើមដែលចំនួននិស្សិតបរទេសទៅសិក្សានៅសាកលវិទ្យាល័យទាំងនោះមានចំនួនជាង 5,000 នាក់ក្នុងមួយសាកលវិទ្យាល័យយោងតាមស្ថិតិសម្រង់មតិពីគេហទំព័រ COSIS ដែលជាគេហទំព័ររក្សាទិន្នន័យថ្នាក់ជាតិរបស់កូរ៉េបានឲ្យដឹងថាហេតុផលដែលពួកគេជ្រើសរើសមកសិក្សានៅប្រទេសកូរ៉េមាន 30% ដែលជាអត្រាខ្ពស់ជាងគេនោះគឺដោយសារគុណភាពនៃការអប់រំល្អជាងប្រទេសដទៃ 21.9% ដែលជាភាគរយខ្ពស់បន្ទាប់គឺដោយសារនៅកូរ៉េមានជំនាញសិក្សាត្រូវនឹងផ្នែកដែលខ្លួនចាប់អារម្មណ៍និងហេតុផលខ្ពស់ទី3គឺ 10.6% ដោយសារយល់ថាសញ្ញាបត្រនឹងត្រូវបានគេទទួលស្គាល់ទាំងប្រទេសកំណើតនិងបរទេសនៅពេលចូលបម្រើការងារនិស្សិតបរទេសដែលបានទៅសិក្សានៅប្រទេសកូរ៉េភាគច្រើនបាននិយមជ្រើសរើសសិក្សាជំនាញមួយចំនួនដូចជាជំនាញគ្រប់គ្រងពាណិជ្ជកម្មទេសចរណ៍សេដ្ឋកិច្ចភាពយន្តសិល្បៈនិងព័ត៌មានវិទ្យាជាដើមបន្តទៅទៀតនេះយើងនឹងទៅស្វែងយល់អំពីសាកលវិទ្យាល័យនិងជំនាញសិក្សាដែលមានប្រជាប្រិយភាពនៅសាកលវិទ្យាល័យ Sky ដែលជាសាកលវិទ្យាល័យកំពូលរបស់ប្រទេសកូរ៉េវិញម្ដងសាកលវិទ្យាល័យជាតិសេអ៊ូលសាកលវិទ្យាល័យជាតិសេអ៊ូលគឺជាសាកលវិទ្យាល័យរដ្ឋដែលល្បីល្បាញជាងគេនៅប្រទេសកូរ៉េនៅក្នុងសាកលវិទ្យាល័យនេះគឺប្រមូលផ្ដុំដោយសាស្ត្រាចារ្យដែលមានជំនាញវិជ្ជាជីវៈល្អនិងប្រវត្តិនៃការអប់រំខ្ពស់ចំពោះសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះបានក្លាយជាបុគ្គលឆ្នើមនៅតាមស្ថាប័នធំៗរបស់រដ្ឋឯកជននិងជួររដ្ឋាភិបាលកូរ៉េជាច្រើនផងដែរក្នុងនាមជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេសាកលវិទ្យាល័យជាតិសេអ៊ូលបានបដិញ្ញាចិត្តក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវគ្រប់វិស័យដើម្បីទទួលបានភាពសម្បូរបែបពីផ្លែផ្កានៃចំណេះដឹងចំពោះជំនាញដ៏ប្រជាប្រិយភាពនៅក្នុងសាកលវិទ្យាល័យនេះមានដូចជាទណ្ឌសាស្ត្រវិស្វកម្មកុំព្យូទ័រស្ថិតិនយោបាយការទូតចិត្តវិទ្យាសេដ្ឋកិច្ចជាដើមសាកលវិទ្យាល័យ Yonsei សាកលវិទ្យាល័យ Yonsei គឺជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកូរ៉េដែលមានទីតាំងនៅចំកណ្ដាលទីក្រុងសេអ៊ូលសាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1885 សាកលវិទ្យាល័យ Yonsei គឺជាសាកលវិទ្យាល័យនាំមុខមួយផ្នែកអប់រំនៅអាស៊ីដែលបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នល្បីៗជុំវិញពិភពលោកយោងតាមការចុះផ្សាយផ្លូវការរបស់សាកលវិទ្យាល័យ Yonsei បានឲ្យដឹងថាសាកលវិទ្យាល័យនេះបានជាប់ចំណាត់ថ្នាក់ទី1ក្នុងចំណោមសាកលវិទ្យាល័យនៅក្នុងប្រទេសកូរ៉េដែលឆ្នើមលើការអប់រំជំនាញផ្នែកគ្រប់គ្រងសេដ្ឋកិច្ចវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រនិងចិត្តវិទ្យាសាកលវិទ្យាល័យ Korea សាកលវិទ្យាល័យ Korea គឺជាសាកលវិទ្យាល័យឯកជនមួយដ៏មានសក្តានុពលសាកលវិទ្យាល័យនេះមានសមាជិកមហាវិទ្យាល័យពេញម៉ោងជាង 1,500 នាក់ដែលមានជាង 95% នៃពួកគេកាន់សញ្ញាបត្របណ្ឌិតឬសញ្ញាបត្រសមមូលក្នុងវិស័យរបស់ពួកគេដេប៉ាតឺម៉ង់ដែលមានប្រជាប្រិយភាពខ្លាំងមានដូចជាដេប៉ាតឺម៉ង់ចិត្តវិទ្យាដេប៉ាតឺម៉ង់ផ្សព្វផ្សាយនិងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិក្រោយពីតាមដានវីដេអូនេះហើយតើលោកអ្នកចង់ក្លាយជាចំណែកមួយនៃសាកលវិទ្យាល័យ Sky ទេសង្ឃឹមថាលោកអ្នកអាចជ្រើសរើសសាកលវិទ្យាល័យនិងជំនាញដែលលោកអ្នកចាប់អារម្មណ៍និងពេញចិត្តដើម្បីបន្តការសិក្សាប្រកបដោយភាពជឿជាក់